Lôក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែរបាទពាក់ព័ន្ធនឹងកសិកម្មហើយនឹងនេសាទបាទហើយនេះគឺជាទិដ្ឋភាពដីស្រែដែលយើងរៀបចំវាដើម្បីយើងធ្វើលើកទី2បាទអានេះជាដីដែលយើងត្រូវធ្វើវាជាលើកទី2ហើយយើងច្រូតសារទី1ហើយអានោះកំពុងតែច្រូតយើងក្រោយគេបាទនេះគឺជាដីរបស់ឪពុកខ្ញុំបាទកំពុងតែវ័យហើយគោយន្តនៅវ័យខាងនោះគោយន្តពងវ័យបាទហើយខ្ញុំធ្វើមហាត់នៅកន្លែងផ្សេងនេះហើយនេះស្រែរបស់ពូកំពុងតែបាញទឹកនេះគាត់កំពុងតែដុតច្រាំងរៀបចំដីធ្វើដែរហើយបាទយើងអ្នកស្រែបើមិនធ្វើស្រែធ្វើអីខាងក្រោមនេះដីរបស់អ៊ុំរបស់ខ្ញុំគាត់សើយហើយគោយន្តគាត់នៅខាងបងនោះរៀបចំໄວដែរហើយបាទហើយខាងនោះគេកំពុងតែព្រុសហើយបាទម៉ាស៊ីនលឺរ៉ែតហ្នឹងគេកំពុងតែព្រុសហើយនេះគឺជាពូជរបស់ខ្ញុំបាទដែលយើងរំលែករៀបចំត្រាំវាហើយលេខបែបនេះដើម្បីធ្វើការត្រាំបាទហើយនេះគឺជាស្រូវពូជរបស់យើងដែលយើងបានធ្វើសារទី1ឥឡូវនេះសារទី2គឺយើងយកវាមកធ្វើពូជហើយពូជនេះដែរគឺអត់ហាលទេបាទទុកឲ្យវាទុំមកខ្ញោហើយច្រូតហើយដាក់ការុងដាក់ស្បោងដើម្បីយើងសារទី2យើងត្រាំព្រុសយកតែម្ដងបាទហ្នឹងហើយអ្នកនរគ្នាសម្រាប់សារទី2នេះគឺពិបាកនៅក្នុងការរកទីតាំងត្រាំខ្លាំងមែនទែនអញ្ចឹងទៅយើងមានត្រាំក្នុងស្រែទេ